បាទសួស្តីបងប្អូនអរគ្នាអញ្ចឹងខ្ញុំធ្វើវីដេអូទី2នេះឡើងសម្រាប់ការកែលម្ហាត់មេរៀនទី1របស់យើងគឺមេរៀនចំនួនកំ plex អញ្ចឹងខ្ញុំធ្វើវីដេអូកំណែលម្ហាត់នេះគឺក្នុងគោលបំណងសម្រាប់បងប្អូនដែលរៀនជាមួយខ្ញុំទុកឲ្យគាត់មើលឡើងវិញបាទកុំឲ្យពេលចូលដល់មេរៀនទី2ទៅមេរៀនខាងក្រោយនេះគាត់ភ្លេចបាទហើយមួយវិញទៀតសល់រយៈពេលកន្លះខែទៀតបងប្អូនដែលថ្នាក់ទី11នឹងឡើងថ្នាក់ទី12ហើយបាទវ៉ាកងហើយចឹងបើសិនបើបងប្អូនទំនេរចង់រៀនប៉ុនទៅលើមុខវិជ្ជាគណិតថ្នាក់ទី12ឲ្យហើយអញ្ចឹងបងប្អូនអាចទំនាក់ទំនងចុះឈ្មោះរៀនជាមួយខ្ញុំបានតោះហើយតាមរយៈទំនាក់ទំនងនេះបងប្អូនអាចទំនាក់ទំនងតាមរយៈ Telegram ដែលខ្ញុំបានបង្ហាញនៅលើ slide នេះបាទនៅលើអេក្រង់នេះបងប្អូនអាចតាក់ទងតាមនឹងបានតោះហើយមួយវិញទៀតគឺតម្លៃសិក្សាតែ 30,000 រៀលទេនៅក្នុងមួយខែអញ្ចឹងដូចតែបងប្អូនរៀនគួរនៅសាលាដែរទេបាទតម្លៃ 1000 បងប្អូនដកតាមថ្ងៃ 1000ទៅគ្រប់30ថ្ងៃគ្រប់តម្លៃរៀនហើយតោះអញ្ចឹងយើងមើលដំណោះស្រាយលំហាត់របស់យើងកុំឲ្យខាតពេលយូរតោះដំណោះស្រាយលំហាត់របស់យើងតោះអញ្ចឹងលំហាត់ទី2របស់យើងគេឲ្យ z បាទគេថាគេឲ្យចំនួន complex z ស្មើ1 + e នៅលើ1 + e ស្វ័យគុណ 2025 អញ្ចឹងយើងមាន2សំណួរបាទយើងមាន2សំណួរកគេឲ្យសរសេរ z ជាតម្រងបេក្ខនិតរួចជាតម្រងតកោណមាត្រហើយខគេឲ្យសរសេរ z បូកឬ3លើកជាការ៉េជាតម្រងបេក្ខនិតបន្តមកទៀតរួចជាតម្រងត្រីកោណមាត្រតោះអញ្ចឹងយើងមកមើលសំណួរកសិនបាទ2កបាទ2កយើងដាក់សរសេរបាទសរសេរ z បាទសរសេរ z ជាតម្រងបាទជាតម្រងបេក្ខនិតបាទបេក្ខនិតបាទបេក្ខនិតរួចជាតម្រងត្រីកោណមាត្របាទរួចជាតម្រងត្រីកោណមាត្របាទតម្រងត្រីកោណមាត្រតោះអញ្ចឹងយើងមាន z របស់យើងគេឲ្យមកហើយបាទយើងមាន z បាទយើងមាន z ស្មើនឹង1 + e នៅលើ1 + e ស្វ័យគុណ 2025 តោះអញ្ចឹងលំហាត់នេះយើងអាចយកកន្សោម1 + e នៅលើ1 + e យកមកគណនាសិនមកនៅក្នុងប្រមាណវិធីចែកចំនួន complex តោះអញ្ចឹងដោយ1 + e នៅលើ1 + e អញ្ចឹងប្រមាណវិធីចែកចំនួន complex គឺយើងគុណភាគយកនិងភាគបែងជាមួយនឹងចំនួន complex ឆ្លាស់របស់ភាគបែងអញ្ចឹងយើងអនុវត្តតាមហ្នឹងមកហើយនៅពេលដែលយើងគណនាបានកន្សោមប៉ុណ្ណឹងហើយយើងយកទៅជួសវិញទៅចឹងអាចឃើញតម្លៃ z ជាតម្រងតកោណមាត្រហើយតោះអញ្ចឹងចំនួន complex ឆ្លាស់របស់1 + e គឺ1 + e បាទចឹងបាន1 + e កតាឲ្យ1 + e បាទចំពោះភាគបែងគឺយើងបាន1 + e នៅលើបាទសំទោស1 + e កតាឲ្យ1 + e តោះ1បាទ1 + e កតា1 + e តោះឥឡូវយើងមើលភាគយកបាទភាគយករបស់យើងអាចប្រើរមុន a + b លើកជាការ៉េបានព្រោះ a + b បាទលើកជាការ៉េវាអាចស្មើនឹង a + b កតា a + b បាទអញ្ចឹងបងប្អូនអាចពលាតតាមនឹងបានបាទបាននេះគេ a ការ៉េ+ b ការ៉េ+ 2 ដង ab តោះចំពោះភាគបែងបាទចំពោះភាគបែងយើងប្រើ a ការ៉េដក b ការ៉េមកព្រោះយើងឃើញវាចូលជាតម្រងហ្នឹងហើយបាទ a ការ៉េដក b ការ៉េរបស់យើងគឺស្មើនឹង a ដក b កតាឲ្យ a + b តោះអញ្ចឹង a ខាងលើនេះចុះបាន1ការ៉េបាទ1ការ៉េនៅតែ1ដដែលទេបូក b ការ៉េរបស់យើងគឺ e ការ៉េបាទ2 ដង ab បាទ a យើង1 b យើង e អញ្ចឹងបាន 2e តោះនៅលើបាទនៅលើប្រមាណដែរបាទនៅលើ1ដកបាទសំទោសកន្លែងនេះ
bà muối đọ y cái ta y cái bao nhiêu smart đọ muốiបងប្អូន bà y cái smart đọ muốiដាក់នេះចុះ bà y cái smart đọ muối តោះចឹងនេះយើងបាន1ដក1បាទបុក 2e តោះនៅលើបាទនៅលើ1បូក1ព្រោះអី y ស្មើដក1អញ្ចឹងដកនេះដកបូកតោះបាទសំទុះកន្លែងនេះដក1ទេមិនមែន y ទេតោះចឹងបាន1ដក1សល់0អញ្ចឹងនៅសល់តែផ្នែកនិមិត្តបាន 2e បានលើ1បូក1 2បាទអញ្ចឹង2សម្រួល1 2មកសល់ e តោះអញ្ចឹងបានន័យថាកំសោម1បូក e នៅលើ1ដក e ស្មើនឹង e អញ្ចឹងយើងអាចយកទៅជួសសិតមកយើងឃើញហើយតោះបាទអញ្ចឹងគេបានបាទគេបានសិតព្រោះកំសោម1បូក e នៅលើ1ដក e របស់យើងគឺស្មើនឹង e អញ្ចឹងយើងបាន e ស្វ័យកូន2025តោះអញ្ចឹងមកដល់ចំណុចនេះយើងប្រើលក្ខណៈរបស់ស្វ័យគុណទី n នៃ e បាទស្វ័យគុណទី n នៃ e តោះអញ្ចឹងស្វ័យគុណ n នៃ e គឺយើងមាន4លក្ខណៈទី1គឺ e ស្វ័យគុណ 4k ស្មើ1ទី2នោះគឺបាទទី2នោះគឺ e ស្វ័យគុណ 4k បូក1បាទ e ស្វ័យគុណ 4k បូក1គឺស្មើនឹង e បាទដល់ពេល e ស្វ័យគុណ 4k បូក2គឺស្មើនឹងដក1បាទហើយមួយទៀតគឺ e ស្វ័យគុណ 4k បូក3គឺស្មើនឹងដក e អញ្ចឹងយើងមាន4លក្ខណៈហ្នឹងបាទហើយមួយទៀតយើងអាចប្រើវិធីចែកបែប Euclid ដែលយើងយកមកដោះស្រាយមកអញ្ចឹងវិធីចែកបែប Euclid នេះខ្ញុំឧបមាថា p ស្មើ4សំទោស p ស្មើនឹងកុយ x បូក r បាទដែល p បាទ p ជាតំណាងចែកបាទ p ជាតំណាងចែកបាទ p ជាតំណាងចែកបាទកុយជាផលចែកបាទសំទោសកុយជាតួចែកបាទកុយជាតួចែកបាទកុយជាតួចែក x គឺជាផលចែកបាទ x ជាផលចែកបាទផលចែកនិង r ចុងក្រោយគឺជាសំណល់បាទជាសំណល់បាទដែល0តូចជាងឬស្មើ r តូចជាងកុយតាអញ្ចឹងដើម្បីបានតម្រង់ 4k នេះយើងត្រូវយក2025មកចែកនឹង4បាទយើងបានតម្រង់ 4k នេះហើយបូកមួយសំណល់ពេលយើងយកអាស្វ័យគុណ 2025 នេះយកទៅចែកនឹង4ទៅយើងប្រកាសជាឃើញសំណល់ហើយសំណល់វាជៀសមិនផុតពី1 2 3ហ្នឹងទេបាទជាងផុតពីប៉ុណ្្នឹងទេតោះអញ្ចឹងអានេះគឺជាតំណាងចែកហើយបាទគឺជាតំណាងចែកហើយបាទជាតំណាងចែកហើយអញ្ចឹងនេះខ្ញុំបញ្ជាក់ប្រាប់អញ្ចឹងដើម្បីបានតម្រង់ 4k នេះលុះត្រាតែយើងយកនេះចំនួនស្វ័យគុណរបស់វាដែលជាតំណាងចែកហ្នឹងយកមកចែកនឹង4តោះឥឡូវយើងយក2025ចែកនឹង4តោះឥឡូវខ្ញុំដាក់ខាងក្រោមដាក់ខាងនេះចុះតោះ2025បាទ2025ចែក4ហើយយើងកាត់2ខ្ទង់ដាក់បាន5ដងបាទ5 4ដង20បាទសល់0ទម្លាក់2ចុះដាក់បាន0ដងបាទទម្លាក់5ចុះដាក់បាន6ដងបាទអញ្ចឹង6 4អស់24បាទសំណល់សល់1បាទសំណល់សល់1តោះឥឡូវយើងមើលនេះ
បាទយើងមើលនេះពេគឺជាតំណាងចែកបាទនេះពេបាទនេះពេតួចែកបាទតួចែកនេះតួចែករបស់យើងគឺ4ផលចែកបាទផលចែករបស់យើងគឺ x បាទផលចែក x ដល់ពេលសំណល់1បាទអញ្ចឹងតំណាងចែកស្មើនឹងតួចែកគុណជាមួយនឹងផលចែកបូក1សំណល់អញ្ចឹងបានន័យថា2025បាទដែលជាតួចែកនេះស្មើសំដៅដែលជាតំណាងចែកនេះស្មើនឹងតួចែកគុណនឹងផលចែកបូក1សំណល់អញ្ចឹងតួចែករបស់យើងគឺ4គុណ1ផលចែក506បាទបូក1សំណល់ប៉ុន្មានគឺ2បាទអញ្ចឹងបាទសំដៅកន្លែងនេះបូក1បាទអញ្ចឹងកន្លែងនេះគឺវាចូលជាតម្រងនេះលក្ខណៈទាំង4របស់ស្វ័យគុណទី n នៃ e ហើយបាទអញ្ចឹងអា e ស្វ័យគុណ 4k នេះបាទនេះបានហើយនេះ e ស្វ័យគុណ 4k បូក1បាទនេះបាទឥឡូវយើងយកមកជួសមកបាទអញ្ចឹងយើងអាចស្មើឲ្យ e ស្វ័យគុណ4គុណនឹង506បូក1តោះអានេះខ្ញុំអាចប្រើរូបមន្តនេះគេមួយទៀតអានេះខ្ញុំយកឲ្យលម្អិតទៅព្រោះនេះគឺដឹងថាស្មើ e ហើយនេះវាចូលលក្ខណៈទី2នេះហើយ4សេគុណ e ស្វ័យគុណ 4k បូក1បាទនេះអានេះ 4k នេះk របស់យើង506បូក1បាទនេះអញ្ចឹងស្មើ e ហើយឥឡូវខ្ញុំសេឲ្យលម្អិតឲ្យគីឡូអត់យល់បាទ e សុំត a ស្វ័យគុណ m បូក n បាទស្មើឲ្យ a ស្វ័យគុណ m គុណឲ្យ a ស្វ័យគុណ n តោះចានេះយើងអាចសរសេរបាន e ស្វ័យគុណ4គុណនឹង506បាទគុណនឹង e បាទនេះ e ស្វ័យគុណ1ហើយតោះអញ្ចឹងយើងមើលនេះលក្ខណៈទី1 e ស្វ័យគុណ 4k ស្មើ1បាទនេះ e ស្វ័យគុណ 4k ចាហ្នឹងស្មើ1អញ្ចឹង1គុណនឹង e យើងបាន e បាទស្មើ e តោះអញ្ចឹងសិតជាតម្រង់បច្ចេកនិតយើងរកបានហើយឥឡូវយើងដូចនេះមួយសិនបាទដូចនេះបាទដូចនេះសិតស្មើ e ជាតម្រង់បាទជាតម្រង់បច្ចេកនិតហើយបាទបច្ចេកនិតដោយសារអីជាងមានផ្នែកប៉ិតនិងផ្នែកនិមិត្តផ្នែកប៉ិតរបស់យើងគឺស្មើនឹង0នៃ0បូក e ហើយបាទជាតម្រង់បច្ចេកនិតតោះអញ្ចឹងយើងមើលនៅតម្រង់តកោណមានមួយទៀតបាទសិតបាទសរសេរសិតបាទសរសេរសិតជាតម្រង់ត្រីកោណមានបាទត្រីកោណមានបាទត្រីកោណមានបាទយើងមានសិតជាតម្រង់បច្ចេកនិតហើយបាទយើងមានសិតស្មើ e តោះអញ្ចឹងអានេះខ្ញុំអាចសរសេរបាន0បូក e តោះឥឡូវយើងមើលកុសបាទកុសវិជ្ជមានស៊ីនក៏វិជ្ជមានដែរអញ្ចឹងអាកុញម៉ង់យើងនៅក្នុងអត្រង់ទី1ហើយឥឡូវយើងដឹងថាអាកុញម៉ង់នៅក្នុងអត្រង់ទី1តោះអញ្ចឹងអានេះមានថាផាយលើ2ទេបាទព្រោះកុសផាយលើ2ស្មើ0ហើយស៊ីនផាយលើ2ស្មើ1តោះអញ្ចឹងយើងអាចបានកុសផាយលើ2បាទបូក e ស៊ីនផាយលើ2បាទព្រោះ model ស្មើ1 model បាទហ្នឹងជាតម្រង់តកោណមានហើយបាទចប់មួយបាទដូចនេះបាទដូចនេះសិតស្មើកុសផាយលើ2បូក e ស៊ីនផាយលើ2បាទជាតម្រង់តកោណមានបាទជាតម្រង់ត្រីកោណមានតោះឥឡូវយើងចប់សំណួរកយើងទៅមើលសំណួរខបាទសំណួរខបាទខ្ញុំទៅមើលសិនផ្លេចបាត់ហើយបាទសំណួរកគេឲ្យសរសេរសិត
บกหรือใบเลือกเชียร์อะไรเชียร์ตำรองไปกันนัดด้วยเชียร์ตำรองไตรการเมียดด่านนี้มีปีสำนวนโตดนะต่างจังกับเซบางเซสัตบกหรือใบเลือกเชียร์อะไรเชียร์ตำรองบาเชียร์ตำรองไปกันนัดบาเชียร์ตำรองไปกันนัดรู้เชียร์ตำรองไตรการเมียดบาตำรองไตรการเมียดบาไตรการเมียดตอนฉันยังอาจยอสัตสมาอีโยมาจูมาบาให้ปลาโรมอนอาบกเบลเชียร์อะไรตั้งแต่ฉันยังมีนบาสัตสมาอีบายังมีนบานี้đã dương là tế bàยังมีนสัตสมาอีต่อฉันยังนอมเอาสัตบาสัตโบกหรือใบเลือกเชียร์อะไรสมานังอีโบกหรือใบเลือกเชียร์อะไรต่อยังสมานังอีเจอีอะไรโบกปีอีหรือใบbà bột pi bấy bột rồi bấy lực chia cái ta chẳng y cái bánh cứ mà đọ muối bà cho bạn đọ muối bột pi rồi bấy bột bày ta chẳng dương mà mấy tiệt bà tiếng phơi ca tu toát áp này bật màu thuộc này mất dương mình ta muối thế bà này bắt dương mình làm mùi đấy mình là phần nó pi được bấy bà sắm to này nhìn mất bà này nhìn mất dương mình làm mùi nó cứ pi được bày chẳng này bật bởi dương mình pi tua nè bà đọ muối nó bột bày ta lấy những phơi cá tu toàn nó đọ muối bột bấy dương sao pi chẳng này nhìn mất bởi dương bạn pi được bày ta chẳng dương bán chia tầm rong bây giờ là đây bà này tầm rong thì con miệng mùi tiệt cho nên dừng đôi này môi sẵn bà 200 lo tam cào bà đôi này sắt bột rực bấy mà nằng bà pí bột pi rực bấy chia tầm rong bạch cẩn thận bà chia tầm rong bạch cẩn thận ta chắc chắn nói chia tầm rong tay con miệng môi tiệt bà sẽ sắt bột rực bấy được chia cái đấy chia tầm rong bà chia tầm rong tay con miệng bà tay con miệng toàn trang những miếng ấy nè bà sắt bột rực bấy được chia cái đấy mà pí bột pi được bấy bà trang những miếng bà những miếng sắt bột rực bấy được chia cái đấy mà pí bột pi được bấy tả chắc là không ca so xe chia tầm rong thì con miết dừng ai đo một đi lên kháng khai đấy hay dừng tin một đi lên chia cái tả trong một đi này bỏ dừng bà dừng khơi mãi một đi đó bà a cái đấy bột b cái này chẳng a bỏ dừng pi b dừng cứ pi được 7 bà nhưng mà pi cái đấy bột pi được 7 được chia cái này ta chẳng pi cái đấy mà buồn cho nên pi cái đấy 4 còn bằng 7 vừa được 7 được chia cái đấy mà bằng 7 bà chẳng pi cái đấy 4 còn bằng 7 đọc pi ta nên những bạn được đọc vào 10 chính nó khơi buồn trong một điều dân khơi pan ná dân tiền tranh pan năng tiền pan ná có thể chạy pan năng bên này mà lấy trong xe ai làm ọt cả đây ta lấy những khơi 4 những tiền buồn tranh mà tiền buồn tránh như sao ý chạy 4 bột pi và được bay chạy ở buồn ta chẳng sạm mù ao sắt bột được bay và lực chia cái đấy và 4 một đến nơi đặt đá ta chẳng pi 14 xong rồi máu sao môi lực pi và p được bay là 4 chẳng pi những ai xong rồi bán hay sao
y ឬ3 លើ 2 តាអូខេតាអញ្ចឹងយើងឃើញថាម៉េចឃើញថាកោសក៏វិជ្ជមានស៊ីនក៏វិជ្ជមានអញ្ចឹងវានៅក្នុងអត្រង់ទី1ហើយអញ្ចឹងយើងដឹងថាវានៅក្នុងអត្រង់ទី1យើងចង់យកស៊ីនមកគិតក៏បានយកកោសមកគិតក៏បានដែរឥឡូវខ្ញុំយកកោសមកគិតចុះព្រោះអាល់ហ្វាវាតែមួយទេអញ្ចឹងតើតម្លៃកោសស្មើប៉ុន្មានបាទគិតជារ៉ាតយ៉ង់ស្មើ1លើ2បាទ1លើ2បាទឥឡូវយើងសាកគិតមើលយើងចង់យកកោសមកគិតក៏បានយកស៊ីនមកគិតក៏បានដែរដើម្បីទាញរកអាល់ហ្វាព្រោះតម្រងតេកោណមីតរបស់យើងគឺ z បាទ z ស្មើ r កោសអាល់ហ្វាបូក e ស៊ីនអាល់ហ្វាបាទស៊ីនអាល់ហ្វាចឹងយកកោសមកគិតក៏បានយកស៊ីនមកគិតក៏បានដើម្បីរកអាល់ហ្វានេះតោះឥឡូវខ្ញុំយកកោសចឹងតម្លៃកោសស្មើប្រហែលទើបស្មើ1លើ2នេះគិតជារ៉ាតយ៉ង់តោះចឹងផាយលើ3ណាផាយលើ3ចឹងបាន4បាទ4កោសផាយលើ3បាទខ្ញុំសុំលុបអានេះទៅបាទផាយលើ3បូក e sin ផាយលើ3បាទយើងបានជាតម្រងត្រូវការមានតោះអញ្ចឹងយើងដូចនេះមួយបាទដូចនេះបាទដូចនេះបាទដូចនេះសិតបូកឬ3បាទបូកឬ3បាទលើកជាការ៉េស្មើ4កោសផាយលើ3បូក e sin ផាយលើ3បាទអញ្ចឹងចប់លំហាត់ទី2ហើយអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយអរគុណសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំបាទអញ្ចឹងសូមអរគុណ